កំពុងតែច្រាំខ្ទឹមយកទៅឆាការីក្តាមថ្ងៃនេះក៏នឹកឃើញដល់មហារីកដែលវាបកឡើងចេញពីពពុះខ្ទឹមសខ្ទឹមក្រហមខ្ទឹមបារាំងអីចឹងទៅបងប្អូនពេលបកខ្ទឹមសឬខ្ទឹមបារាំងពេលខ្លះដែលឃើញអាពណ៌ខ្មៅដែលជាប់ជាមួយនឹងខ្ទឹមហ្នឹងឯងអាខ្មៅនឹងភាគច្រើនជាមេរោគផ្សិតដែលមានឈ្មោះថា Aspergillus niger ដែលវាបង្កើតទៅជាជាតិពុល aflatoxin ដែលអាចបង្កទៅជាជំងឺមហារីកថ្លើមបានជាពិសេសអ្នកដែលកំពុងតែមានជំងឺរលាកថ្លើម B ឬក៏ថ្លើម C ស្រាប់អាមេរោគផ្សិតហ្នឹងគឺវាអត់ងាប់នៅក្នុងកម្ដៅ100អង្សាទេបើចង់ឲ្យវាងាប់តតែកម្ដៅដល់250អង្សាក្រៅពីពួកខ្ទឹមក៏មានដូចជាពួកគ្រាប់ពោតក្រៀមសណ្តែកដីម្ទេសក្រៀមអីហ្នឹងគឺងាយស្រួលក្នុងការឡើងមេរោគផ្សិតហ្នឹងអញ្ចឹងខ្ញុំrecommendឲ្យអ្នកទាំងអស់គ្នាទិញល្មមប្រើទៅបានហើយកុំទិញច្រើនពេកទុកយូរពេកទេវាអាចបង្កទៅជារោគផ្សិតហ្នឹងអូខេតោះងាកមកមើលម្ហូបយើងវិញដំបូងខ្ញុំលីងខ្ទឹមសនិងខ្ទឹមបារាំងហ្នឹងឲ្យវាឈ្ងុយបន្ទាប់មកខ្ញុំចាក់ក្តាមចូលក្តាមនេះខ្ញុំទិញកន្លះគីឡូក្តាមសមុទ្រទេតូចទេកន្លះគីឡូហ្នឹងតម្លៃប្រហែល 10000 រៀលស្ងៀមខ្ញុំចូលចិត្តអាក្តាមតូចអញ្ចឹងព្រោះវាស្រួលញ៉ាំសម្បកវារឹងទេញ៉ាំក្តាមមួយម៉ាត់ហ្មងឆាក្តាមរៀងឆ្អិនហើយយើងចាក់អាទឹកការីកញ្ចប់ស្រាប់ហ្នឹងចូលតែម្ដងទៅទឹកការីហ្នឹងគឺវាមានរសជាតិស្រាប់អញ្ចឹងខ្ញុំអត់មានត្រូវថែមអំបិលវីចេងស្ករទឹកត្រីអីទៀតទេពេលដែលក្តាមយើងចូលជាតិជាមួយនឹងទឹកការីល្អហើយយើងរោយជីវ៉ាន់ស៊ុយបន្តិចទៅប៉ុណ្ណេះបានឆ្ងាញ់ទៀតហើយ